ជាសួរលោកគ្រូថ្ងៃនេះខ្ញុំមកបកស្រាយពីសប្តាហ៍ទី5និយាយពី recursion function recursion function ហ្នឹងគឺជា function មួយដែល call back មានន័យថាហៅខ្លួនឯងមកប្រើនៅក្នុង function ធំមួយគឺមាន complex មានន័យថាមាន complex តាក់ទិចជាច្រើន logic ជាច្រើនអញ្ចឹងយើងប្រើ recursion function នេះគឺ return ខ្លួនឯងនៃចំណុចតូចៗទាំងអស់ហ្នឹងដោះស្រាយពីតូចៗរហូតដល់ធំហ្នឹងគឺជា recursion function យើងឥឡូវយើងងាកមកមើលនៅក្នុងសប្តាហ៍ទី5នេះនិយាយពី recursion function តកតូននឹង binary search និយាយថា binary search គឺយើង search ពាក្យកតាមួយចំហៀងបើធំ search មួយចំហៀងបើតូចក៏ search មួយចំហៀងដែលមានន័យថាកាត់ពាក្យកតាដើម្បី search មើលនៅក្នុងនេះគឺយើងប្រើ recursion function នៅក្នុងនោះមានarray មាន key មាន lower និង upper យើងដឹងថានៅក្នុងrecursion នៅក្នុង binary search អ្វីសំខាន់ជាងគេគឺចំនួនកតាលចំនួនពាក្យកតាលនេះចំនួនពាក្យកតាលតើតើខ្ញុំតាំងដោយ cur in ដោយស្មើ lower បូក upper ចែកនឹង2អញ្ចឹងវាបានចំនួនកតាលមួយហើយបើសិនជាចំនួនកតាលហ្នឹងស្មើនឹង key ដែលយើងចង់រកអញ្ចឹង return វាទៅកាន់ main function នេះថារកឃើញតែបើអត់ទេបើ array lower ហ្នឹងធំជាង upper មានន័យថាវាអត់មានទេ search មកជុំហើយវាអត់មានទេអញ្ចឹង return ដក1ថាដក1 not found កន្លែងនេះបើវាស្មើដក1វាស្មើ not found ប៉ុន្តែបើចំនួនកតាហ្នឹងតូចជាង key មានន័យថាវានៅខាងស្ដាំអញ្ចឹងយើងធ្វើការ update lower បូកថែម1អញ្ចឹងយើងកាត់ចំនួនពាក្យកតានៅខាងឆ្វេងចោលហើយយើងទៅរកនៅខាងស្ដាំម្ដងប៉ុន្តែបើអត់ទេបើcur in ហ្នឹងតូចជាងធំជាង key មានន័យថាវានៅខាងតូចនេះយើងធ្វើការ update ចំនួន upper ឲ្យដក1អញ្ចឹងយើងធ្វើការរកចំនួនខាងឆ្វេងម្ដងចំនួន key ធំជាងវារកចំនួនខាងស្ដាំ key តូចជាងវារកចំនួនខាងឆ្វេងអ្វីដែលកត់សម្គាល់កន្លែងនេះគឺវា return ខ្លួនឯងមកប្រើនេះវាអត់ប្រើដូច binary ធម្មតាទេ binary search ធម្មតាទេ binary search គឺយើងត្រូវរកចំនួន mid update mid update low អីសារថ្មី update high update low សារថ្មីតែចំពោះ recursion function នេះគឺវា return ខ្លួនឯងទាំងអស់មកប្រើវិញ return array return key current value return low និង high នឹងមកវិញកន្លែងនេះគឺចំណុចមួយដែលវាលយពី recursion function ទោះបីជានៅក្នុងនេះវាយឺតជាង while loop មែនប៉ុន្តែវាស្រួលនៅក្នុងនៅពេលយើងប្រើនៅក្នុង function ធំមានតាក់ទិចច្រើនអញ្ចឹងវាស្រួលជាងវាមិនអញ្ញាញ៉ៃដូចជាចំនួន binary search នេះធម្មតាប្រើ structure ធម្មតា recursion function នេះគឺវាប្រើ clean វាស្រួលប្រើជាងវា turn ខ្លួនឯងនៅក្នុង function ធំវាស្រួលប្រើខាងនេះគឺយើងនឹងធ្វើការ search ចំនួន value 10 array មានប៉ុណ្ណេះហើយខ្ញុំឲ្យ key វាស្មើនឹង27ហើយខ្ញុំធ្វើការ search ចំនួនហ្នឹងដែលដាក់ array ដែលដាក់ parameter ទាំងអស់ចូលហើយខ្ញុំ run ឲ្យមើលនៅក្នុងហ្នឹងនេះយើងឃើញថាវា found index ទី8តើវានៅ index ទី8មែនអត់0 1 2 3 4 5 6 7 8គឺយើងឃើញថាវាឃើញនៅក្នុង index ទី8មែនចំពោះ structure គឺដូចជាបាននិយាយទាំងអស់ហ្នឹងឥឡូវគឺចំពោះការនិយាយពីសប្តាហ៍ទី5 recursion function មានតែប៉ុណ្្នឹងទេអ្វីដែលគួរកត់ចំណាំគឺ recursion function ហ្នឹងគឺជា function ដែល return ខ្លួនឯងមកប្រើវាដូចជា function មួយដែលជួយខ្លាំងមែនតើនៅក្នុងនៅពេលដែលយើងជួប logic ច្រើននៅក្នុង function តែមួយសប្តាហ៍ទី5គឺមានតែប៉ុណ្្នឹងទេសូមជម្រាបលាលោកគ្រូ